កម្មភាពយកដំណើរទ័ពបាទដើរចម្ងាយដី60គីឡូបងប្អូនបាទគឺលើកកម្លាំងចិត្តអ្នកមួយផងបើគម្លាតតិចទៅថ្ងៃប្រហែលពី3ទៅ5ម៉ែត្រទេសារគម្លាតតិចអូន7ម៉ែត្រទៅទៅមកទៀតទៅដាក់ចឹងទៅទៀតទៅអាចចង់10ម៉ែត្រអូ5ម៉ែត្រ1ម៉ែត្រដល់10ថ្ងៃសប្បាយកូនកូនទាំងអស់គ្នាជូនពរជោគជ័យស្នើគ្រប់សមរភូមិទីណាកន្លែងណាជួបតែសុខសុវត្ថិភាពស្នើអស់មានសត្រូវទាំងឡាយទាំងពួងបងមកធ្វើនៅក្នុងមុខហ្នឹងចាដំដើរមកដូចវិជាយាតាឲ្យរត់ដើរវិជាយាតែគ្រូចូលតាមដើរមើលស្កៃហេចូលក្រៅឡើងមួយទៅតែចាំមើលចូលមួយបោកពីទៅអត់ទៅទីទៅចាំអស់ចានេះដេកវិញទៀតហើយណាស្ដេចដេកទេបងប្អូនបាទណោះហើយហើយណោះអូជោគជ័យទាំងអស់គ្នាបងប្អូនហា3កង់ណាបាទវាមិនឆ្ងាយទេ60គីឡូដីទេឡាប់អើប្រសាន់ដាក់ណោះបើនិយាយទៅត្រូវដាក់វិន័យណោះប្រសល់ដានៅខ្មាំងទាំងអស់ណោះបសល់ដាននៅខ្មាំងបងប្អូនបាទហើយភេទគឺយើងត្រូវការសម្អាតនៅទីលានមុននឹងយើងធ្វើនឹងមុននឹងយើងចេញដំណើរបាទបសល់ដាននៅខ្មាំងសតស្លឹកឈើប្រារព្ធដាក់អរអីហ្នឹងអីក៏ហូបអីទៅអ្នកក៏ហូបតាមក៏ហូបបាយអីដាក់ក្នុងទៅអត់ចោលទេអត់តោកត្រូវតែអង្គអាចមូមុតតែកាលណាហ៊ុនចូលយកកំទេចសត្រូវការប្រុងបញ្ញាការពារគេសែស្រូវយកឈ្នះសត្រូវជូនជាតិខេមរាការពារសាសនាអត់រងកោហើយធម៌ល្អបវរនៅលើលោកាគោក្បាញ់ចំឡាំងប្រសាទសេលាគេពីដូនតាអង្គចារុងរឿងយើងខ្ញុំប្រាជ្ញាសូមប្រោជីវិតកាលពីឆ្ងាយចិនដែននៃអង្គរជាតិយើងឲ្យបានគង់វង្សរងក្រុមការអភិវឌ្ឍជាតិឡើងបីពេញសាកលបាននេះជាផលិតផលរបស់គុនខ្មែរពិត 100% ដែលមាននិមិត្តសញ្ញាទង់ជាតិខ្មែរហើយនឹងមានកងកម្លាំងយោធាយើងអោបទង់ជាតិខ្មែរបាទសូមប្រើនៅផលិតផលខ្មែរបាទគឺមានរោងចក្រធំនៅស្រុកខ្មែរបាទគឺនៅខាងកាបូលរាជធានីភ្នំពេញបាទមានរហូតដល់20000ការ៉េបាទ20000ការ៉េបើយើងគិតពីជាទំហំដែលថាជាភាសាខ្មែរយើងស្រួលស្ដាប់គឺស្មើនឹង2ហិកតាដីអញ្ចឹងយើងមានរោងចក្រខ្មែរហើយមានកូនខ្មែរផលិតដែរដែលមានការណែនាំពី
ជនជាតិបរទេសគឺអឺជនជាតិបារាំងផ្ទាល់បាទគឺមានសារធាតុផ្សំ3យ៉ាងហើយក៏ដូចជាក្រុមហ៊ុន Selfie ដែលតែងតែតបភ្ជាប់យកចិត្តទុកដាក់ជាមួយនឹងបងបងប្អូនក្រុមទាហានក៏ដូចជាជនភៀសសឹកបាទជួយលើកកម្ពស់នៅក្រុមហ៊ុន Selfie សាប៊ូកក់សក់ Selfie មាន3ប្រភេទបាទគឺទី1គឺមានសាប៊ូកក់សក់ទី2គឺមានសាប៊ូបោកខោអាវហើយទី3គឺមានទឹកក្អូបបាទដោយបងប្អូនឃើញស្រាប់អញ្ចឹងមានទឹកក្អូបហើយក្នុងពេលឆាប់ខាងមុខនេះបាទក្រុមហ៊ុន Selfie នឹងអាចបន្តធ្វើជាថ្នាំដុសធ្មេញបាទចែកជូនកងកម្លាំងនៅជួរមុខជួរក្រោយក៏ដូចជាជនភៀសសឹកទាំងអស់បាទសូមធ្វើពហិការឈប់ប្រើប្រាស់របស់ផាន់សៀមពួកអីយើងមានរោងចក្រនៅស្រុកខ្មែរសម្រាប់ប្រកួតប្រជែងជាមួយនឹងប្រទេសសៀមបាទសូមលើកកម្ពស់បាទនឹងស្មារតីទាំងអស់គ្នាឈប់ប្រើប្រាស់ក៏ដូចជាឈប់ប្រើអ្វីគ្រប់យ៉ាងជាពិសេសគ្រឿងបរិភោគនិងរបស់ប្រើប្រាស់កុំប្រើបាទគឺប្រើរបស់ខ្មែរយើងអាចធ្វើបាន 100% បាទសូមអរគុណដល់ក្រុមហ៊ុន Selfie បាទមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនសៀមជាដរាបបាទសូមអរគុណច្រើនបាទថ្ងៃនេះថ្ងៃទី4ខែមិថុនាឆ្នាំ2026ខ្ញុំបានពំនាំយកនៅតេអូខេមវូដបាទប្រគល់ជូនបុគ្គលិកតេអូហើយយកទៅដាក់លើភ្នំខ្មោចឥឡូវមិនមែនផាន់ខ្ញុំទេនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់បងស្រីសាយសុខាដែលនេះឧបត្ថម្ភធំនៅខាងផ្សារតពាំងខ្លឹងបាទគឺជាអាជីវករលក់ដូរខោអាវស្បែកជើងនៅផ្សារតពាំងខ្លឹងខេត្តនេះខេត្តកំពង់ស្ពឺដែលបានឧបត្ថម្ភមកចំនួន60,000ហើយថ្ងៃនោះគឺជាថ្ងៃខួបកំណើតគាត់គឺហើយគាត់បានឧបត្ថម្ភ60,000ហើយក្រោយពីនោះគឺមានបងប្អូនសប្បុរសជនគាត់ប្រគ្រប់មកទៀតហើយតេអូនេះតម្លៃគាត់គឺ$250ហើយអរគុណដល់ម្ចាស់ហាងលក់វិសុទ្ធតងស្អីពេញចិត្តទេពូបាទពេញចិត្តហើយគាត់ចុះខ្ញុំបាន$4ដែរហើយគាត់សាបជាប់ហើយសូមអរគុណបងប្អូនសប្បុរសជនទាំងអស់ដែលបានបាញ់ថវិកាជូនខ្ញុំឥឡូវខ្ញុំបានជូនមកពូហើយពូយកទៅតបជាប់ឲ្យមេនៅខាងលើទិសភ្នំខ្មោចឥឡូវបានមកបកគលជូនហើយពូមានអីអរគុណដល់បងស្រីហើយខ្ញុំសូមអរគុណបងស្រីដែលបានឧបត្ថម្ភវិធីតាក់ទងសម្រាប់ក្រុមសម្បត្តិដែលនៅចូលជើងទីពុកហើយនឹងទីពោឲ្យជួបសុខភាពឡើងមកមុនរស់ស៊ីមានបាននឹងអរគុណច្រើនបងប្អូនសប្បុរសជនហើយមេដល់អ្វីដែលខ្ញុំជួយបានតែបើខ្ញុំសុំគេបានទេអានឹងធ្វើមិនតានឹងទៀតបាទអរគុណច្រើនហើយគាត់សំណុំពរពី3ម៉ាត់ទៀតឲ្យបងប្អូនយើងប្រជាពលរដ្ឋខ្មែរយើងបាទធ្វើពហិការឈប់ប្រើប្រាស់របស់ផុនសៀមបាទជួយទិញផុនខ្មែរយើងទៅយើងបានខ្មែរជួយខ្មែរនឹងអរគុណច្រើនបាទ